Hello everyone, welcome to my video. I'm Kemal, and today I'm going to translate one article about the story of the first royal Apsara, Princess Norodom Mopadevi's lifelong passion for Khmer classical dance. អញ្ចឹងមុននឹងយើងចូលទៅកាន់អត្ថបទរបស់យើងទាំងអស់គ្នាខ្ញុំមានកលឹះមួយចំនួនចង់ចែករំលែកទៅកាន់អ្នកទាំងអស់គ្នាទីមួយនៅក្នុងការបកប្រែអត្ថបទមួយឬក៏ឯកសារមួយយើងត្រូវដឹងអំពីពាក្យកលឹះរបស់វាជាមុនសិនទីពីរជាប្រភេទថាតើអត្ថបទដែលយើងបកប្រែនោះជាប្រភេទអ្វីពេលខ្លះយើងអាចបកប្រែជាអត្ថបទដែលមានប្រើប្រាស់ពាក្យភាសាធម្មតាឬក៏ភាសារាជសព្ទឬក៏ភាសាសង្ស្ក្រឹតជាដើមទី3យើងត្រូវបើសិនជាអត្ថបទហ្នឹងប្រយោគណាមួយវាវែងពេកយើងអាចកាត់វាជាពីរផ្នែកឬក៏កាត់វាត្រឹមចំណុចណាដែលយើងអាចបកប្រែទៅមានន័យអត្ថបទរបស់យើងគឺមានន័យគ្រប់គ្រាន់ហើយមានចំណុចទាក់ទាញហើយមួយផ្នែកទៀតគឺក្នុងនាមជាអ្នកបកប្រែគឺយើងត្រូវចេះបញ្ចេញបញ្ចូលនឹងពាក្យពេចន៍មួយចំនួនទៅឲ្យអ្នកស្ដាប់ឬក៏អ្នកអានហ្នឹងគាត់អានមកមានចំណុចទាក់ទាញឬក៏អត្ថបទរបស់យើងមានន័យពេញលេញអញ្ចឹងកុំឲ្យខានពេលវេលាយូរយើងចូលទៅកាន់វីដេអូរបស់យើងទាំងអស់គ្នា that something painting from a very young age at first during school holidays and during high school in between classes I should live near the Royal Ballet Dancer អញ្ចឹងយើងឃើញថាប្រយោគនេះគឺវាមានលក្ខណៈវែងពេកដូច្នេះខ្ញុំកាត់វាជាពីរផ្នែកដោយផ្នែកទី1ខ្ញុំយកចាប់ផ្ដើមពី the life រហូតដល់ very young age អញ្ចឹងកន្លែងហ្នឹងយើងឃើញមានពាក្យកន្លឹះ3ដែលខ្ញុំបានដាក់ជាអក្សរដុតពណ៌ក្រហមទី1គឺពាក្យ princess ដែលយើងបកប្រែថាជាព្រះនាងឬក៏ជាម្ចាស់ស្ត្រី link បកប្រែថាការផ្សារភ្ជាប់ឬក៏ការដឹកជាប់ចំណែកពាក្យទី3 over young age ជាធម្មតាកន្លែងនេះយើងអាចថាការនៅពីក្មេងឬការនៅពីតូចប៉ុន្តែនៅក្នុង clear នេះដើម្បីបកប្រែប្រយោគរបស់យើងមានន័យគឺខ្ញុំបកប្រែថាវ័យកុមារភាពអញ្ចឹងប្រយោគនេះផងជីវិតរបស់ព្រះរាជបុត្រីអញ្ចឹងកន្លែងនេះបុត្រីនឹងគឺសំដៅទៅលើព្រះនាងបុប្ផាទេវីអញ្ចឹងខ្ញុំសូមបកថាជីវិតរបស់ព្រះរាជបុត្រីបុប្ផាទេវីបានផ្សារភ្ជាប់ជាមួយនឹងសិល្បៈបុរាណរបាំតាំងពីព្រះនាងនៅវ័យកុមារភាព At first during school holiday and during high school in between classes and she lived near the Royal Ballet Dancer អញ្ចឹងប្រយោគនេះយើងឃើញពាក្យកន្លឹះនៅកន្លែង Royal Ballet Dancer អញ្ចឹងជាធម្មតា dancer យើងបកប្រែថាអ្នករបាំប៉ុន្តែនៅក្នុងន័យនេះដើម្បីបកប្រែឲ្យសមស្របទៅនឹងអត្ថបទរបស់យើងកន្លែងនេះគឺជាសន្និយាមអំពីនាដការីរបាំព្រះរាជទ្រព្យអញ្ចឹងនាដការីរបាំហ្នឹងមានន័យថាគឺជាអ្នករាំរបាំហ្នឹងឯងអញ្ចឹងសរុបមកដំបូងឡើងនៅកំឡុងពេលវិសមកាលព្រះនាងបានសិក្សាអំពីសិល្បៈរបាំបន្ទាប់មកព្រះនាងក៏បានសិក្សាបន្តនៅថ្នាក់វិទ្យាល័យនិងនៅចន្លោះម៉ោងសិក្សានីមួយៗដោយហេតុថាព្រះនាងបានគង់នៅក្បែរក្រុមនាដការីរបាំព្រះរាជទ្រព្យ She learned to dance many roles and the 400 also gesture that dancer must master អញ្ចឹងកន្លែងនេះយើងឃើញមានពាក្យកន្លឹះមួយទៀតហើយដែលគេដាក់ពាក្យថា role អញ្ចឹង role កន្លែងនេះមានន័យថាតួអង្គក្នុងប្រយោគនេះគឺចង់ថាហើយដូចនេះហើយដូចទៅនឹងនាដការីរបាំបុរាណផ្សេងទៀតព្រះនាងបានសិក្សានិងសម្ដែងជាតួអង្គផ្សេងជាច្រើនទៀតព្រមទាំងក្បាច់របាំប្រមាណ400ក្បាច់ដែលនាដការីគ្រប់រូបគួរតែចេះ It then came the legendary Apsara dance that Princess Bopadevi performed during the visit of French President Charles de Gaulle in 1964 ซึ่งកន្លែងនេះយើងឃើញមានពាក្យកន្លឹះចំនួន2ទី1គឺ the legendary អញ្ចឹងកន្លែងនេះគឺយើងចង់និយាយអំពីភាពល្បីល្បាញរបស់របាំមួយហ្នឹងទី2គឺ visit កន្លែងនេះជាធម្មតាយើងបកថាទស្សនាឬក៏យើងបកថាទៅមើលឬក៏ទៅលេងជាដើមប៉ុន្តែនៅក្នុងប្រយោគនេះយើងបកថាទស្សនកិច្ចអញ្ចឹងទាំងមូលអង្គន័យថាស្របពីរបាំអប្សរាដ៏ល្បីល្បាញបានរៀបរៀងឡើងដែលនេះគឺជារបាំដែលព្រះនាងបុប្ផាទេវីបានធ្វើការសម្ដែងនៅកំឡុងពេលទស្សនកិច្ចរបស់លោកប្រធានាធិបតីបារាំងគឺលោក Charles de Gaulle នៅឆ្នាំ1964 Contrary to popular belief the Apsara dance did not originate from the time of King Jayavaraman Angkor Empire and it's not a classical ironic dance handed down over the centuries right there ចឹងកន្លែងនេះពាក្យកន្លឹះរបស់យើងគឺមានpopular belief នៅឬក៏ការជឿជាក់ឬមកទស្សនៈរបស់មនុស្សជាច្រើនបន្តមកទៀតគឺពាក្យ empire
Empire មានន័យថាអាណាចក្រ down ចឹង handed down កន្លែងនេះគឺសំដៅទៅលើបន្តឲ្យទៅមានន័យថាយើងផ្ដល់បន្តឲ្យតទៅចឹងណាអញ្ចឹងប្រយោគកន្លែងនេះថាអឺដោយសារតែវានៅក្នុងវងកញ្ចក់ជាពាក្យសម្ដីរបស់គេនិយាយអញ្ចឹងខ្ញុំបកពាក្យសម្ដីមកមុនមានន័យថាតាមរយៈការកត់ត្រារបស់លោក Jedress បានសរសេររៀបរៀងឡើងថាទុយត្រឡះអំពីការគិតកើតរបាំអប្សរាមិនមែនជារបាំដែលមានដើមកំណើតនៅក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័ននៅសម័យអាណាចក្រអង្គរនោះទេហើយរបាំនេះក៏មិនមែនជារបាំបុរាណដ៏សំខាន់ដែលបានបន្តមកឲ្យអ្នកជំនាន់ក្រោយជាច្រើនសតវត្សនេះឡើយ By the time Princess Bukhatevi danced for the French president, Khmer classical dance had become part of Cambodia diplomacy. អញ្ចឹងកន្លែងនេះយើងឃើញមានពាក្យកន្លឹះតែមួយទេគឺ diplomacy អញ្ចឹង diplomacy កន្លែងនេះគឺយើងបកថាការទូតអញ្ចឹងលោកមួយហ្នឹងគេទៅលើនៅពេលដែលព្រះរាជបុត្រីបុប្ផាទេវីបានសម្ដែងជូនទៅដល់លោកប្រធានាធិបតីបារាំងរបាំខ្មែរបុរាណមួយនេះបានក្លាយទៅជាផ្នែកមួយដ៏សំខាន់នៅក្នុងការទូតរបស់ប្រទេសកម្ពុជាយើង Aged only 5 years old, Princess Bukhadevi was taken by her father to dance for the first time for a foreign personality during the visit of King Sisavanbong of Laos to Cambodia in 1949. Chedress writes. អញ្ចឹងកន្លែងនេះគឺជាពាក្យសម្ដីទៀតហើយរបស់លោក Chedress ហើយនៅក្នុងនេះយើងឃើញមានពាក្យកន្លឹះចំនួន3ទី1គឺ age age ជាធម្មតាយើងប្រែថាអាយុប៉ុន្តែនៅក្នុងន័យនេះយើងប្រែថាព្រះជន្ម years old ធម្មតាយើងបកថាជាឆ្នាំទេប៉ុន្តែនៅក្នុងប្រយោគនេះគឺយើងបកថាព្រះវស្សា was has មានន័យថាផ្ដល់ឲ្យឬក៏ផ្ដល់ជូនប៉ុន្តែនៅក្នុងន័យនេះគេបានប្រែថាប្រទានភារកិច្ចអញ្ចឹងទាំងមូលមកនៅក្នុងន័យនេះលោក Chedress បានសរសេរបន្ថែមថានៅព្រះជន្មត្រឹមតែ5ព្រះវស្សាប៉ុណ្ណោះព្រះរាជបុត្រីបុប្ផាទេវីបានត្រូវបានព្រះបិតាប្រទានភារកិច្ចឲ្យសម្ដែងជាលើកដំបូងសម្រាប់ទទួលភ្ញៀវអន្តរជាតិនៅក្នុងកំឡុងពេលដំណើរទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាពីសំណាក់ព្រះមហាក្សត្រស៊ីសុវណ្ណវង្សនៃប្រទេសឡាវនៅក្នុងឆ្នាំ1949 In November 2003, the Royal Ballet of Cambodia was proclaimed masterpiece of the oral and intangible heritage of humanity by UNESCO អញ្ចឹងកន្លែងនេះយើងឃើញពាក្យកន្លឹះមួយដ៏វែងមែនតើគឺ masterpieces of the oral and intangible heritage of humanity អញ្ចឹងកន្លែងនេះទៅលើសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិអញ្ចឹងប្រយោគមួយនេះគឺគេចង់សម្ដែងថានៅក្នុងខែវិច្ឆិកាឆ្នាំ2003របាំព្រះរាជទ្រព្យនៃប្រទេសកម្ពុជាត្រូវបានប្រកាសថាជាស្នាដៃឯកនៃបេតិកភណ្ឌវប្បធម៌អរូបីមនុស្សជាតិដោយអង្គការ UNESCO ចឹងមានន័យថារបាំប្រទេសរបស់គាត់មាន The proclamation was a milestone in the long history of the Royal Ballet. He wrote. អញ្ចឹងកន្លែងនេះក៏ជាពាក្យសម្ដីដែរ proclamation ពាក្យថា proclamation កន្លែងធម្មតាយើងថាការប្រកាសឬក៏សេចក្តីប្រកាសអញ្ចឹងនៅក្នុងនេះយើងបកថាសេចក្តីថ្លែងការណ៍អញ្ចឹងជារួមមកប្រយោគនេះគឺចង់មានន័យថាលោកក៏បានសរសេរផងដែរថាយោងតាមសេចក្តីថ្លែងការណ៍នេះបានក្លាយទៅជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រដ៏យូរលង់មកហើយរបស់របាំព្រះរាជទ្រព្យចឹងកន្លែងលោកតាមទៅលើលោក Chedress ដែលគាត់បានសរសេរអំពីរឿងដែលឡើងមកចឹងប្រយោគចុងក្រោយមួយទៀតគឺ It was also an homage to the quality of all the dancers and an acknowledgement of their devotion and the sacrifice made អញ្ចឹងកន្លែងនេះយើងឃើញមានពាក្យកន្លឹះ3ទី1គឺពាក្យ homage អញ្ចឹង homage កន្លែងនេះគឺគេចង់និយាយគេចង់និយាយអំពី
គឺកន្លែង homage នេះគឺចង់និយាយអំពីគុណតម្លៃ devotion នេះមានន័យថាការតាំងចិត្ត sacrifice មានន័យថាការលះបង់អញ្ចឹងសរុបមកប្រយោគកន្លែងនេះចង់មានន័យថានេះគឺជាគោរពដឹងគឺជាការគោរពដឹងគុណដល់ផ្ដល់តម្លៃទៅដល់នាដការីរបាំបុរាណទាំងអស់និងជាការទទួលស្គាល់មួយចំពោះការតាំងចិត្តនិងការលះបង់របស់ពួកគាត់ដែលបានធ្វើឡើងចាអញ្ចឹងជាចុងក្រោយការបកប្រែអត្ថបទរបស់ខ្ញុំក៏បានដល់ទីបញ្ចប់សង្ឃឹមថាអ្នកទាំងអស់គ្នាក៏ទទួលបានចំណេះដឹងមួយចំនួនពីខ្ញុំផងដែរជាចុងក្រោយអរគុណ Goodbye